ចាសសូមជម្រាបសួរពុកម៉ែបងប្អូនចាថ្ងៃនេះសូមនាំអារម្មណ៍ពុកម៉ែបងប្អូនមកទស្សនាប្រាសាទដែលជាស្នាដៃរបស់បុព្វបុរសខ្មែរយើងមួយទៀតហើយចាគឺប្រាសាទគុកនេះគឺស្ថិតនៅភូមិល្បើកស្វាយឃុំស្វាយជែកស្រុកស្វាយជែកខេត្តបន្ទាយមានជ័យចាដែលស្ថិតនៅក្នុងវត្តល្បើកស្វាយតែម្ដងហើយប្រាសាទនេះដែរប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍ចង់មកទស្សនាបងប្អូនអាចមកកាន់ខេត្តបន្ទាយមានជ័យឆែកតាម Google Map ចាបងប្អូននឹងឃើញផ្លូវចូលមកកាន់ប្រាសាទគុកនេះហើយចាឥឡូវអញ្ជើញពុកម៉ែបងប្អូនចូលទៅខាងក្នុងដើម្បីទស្សនាទិដ្ឋភាពទាំងមូលរបស់ប្រាសាទជាមួយនាងខ្ញុំទាំងអស់គ្នាចាប្រាសាទគុកនេះគឺមានកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញតែកន្លែងខ្លះក៏នៅសេសសល់កន្លែងខ្លះក៏បានបាក់បែកអស់ដែរចាពេលដែលយើងចូលទៅខាងក្នុងឃើញដូចជាមានប្រាសាទដែលមានតួប៉មទាំងអស់3ចានេះគឺជាតួប៉មទី1ចារោងការបាក់បែកអស់ហើយនៅសល់តែខ្លះទេចំពោះខាងក្នុងវិញគឺមានការជីកកោះកកាយចាគឺដើម្បីរកវត្ថុមានតម្លៃនៅបាតនៃប្រាសាទចាដោយសារតែខែដែលនាងខ្ញុំមកនេះគឺមិនទាន់ដល់ខែចែកទេអញ្ចឹងគឺនៅមានព្រៃមានស្មៅដុះនៅជុំចិត្តនឹងប្រាសាទតែម្ដងប្រសិនបើពុកម៉ែបងប្អូនមកខែប្រាំងប្រហែលជាឃើញទិដ្ឋភាពប្រាសាទច្រើនជាងនេះចានាងខ្ញុំមកនេះគឺមានដើមឈើមានស្មៅដុះពីលើចិត្តអញ្ចឹងយើងមិនសូវជាបានឃើញរូបរាងច្បាស់របស់ប្រាសាទទេចាហើយប្រាសាទនេះដែរគឺកសាងឡើងអំពីថ្មភក់លាយជាមួយនឹងថ្មបាយក្រៀមដែលសាងសង់បែរមុខទៅទិសខាងកើតហើយចំពោះឈ្មោះពិតប្រាកដរបស់ប្រាសាទក៏យើងមិនដឹងច្បាស់ដែរដោយសារតែមិនមានឯកសារណាបញ្ជាក់ពីឈ្មោះនៃប្រាសាទឆ្នាំកសាងនិងក្នុងរាជស្ដេចណាទេចាអញ្ចឹងបើសិនជាពុកម៉ែបងប្អូនមានចំណាប់អារម្មណ៍កុំភ្លេចអញ្ជើញចូលមកទស្សនាផងចាដើម្បីឲ្យបានស្គាល់នៅស្នាដៃរបស់បុព្វបុរសយើងដែលបានកសាងបន្សល់ទុកចាទោះបីជាប្រាសាទបាក់បែកនៅសល់តែខ្លះក៏យើងគួរតែមកដើម្បីឲ្យបានស្គាល់ចាអរគុណច្រើនពុកម៉ែបងប្អូនវីដេអូនាងខ្ញុំក៏ឈានមកដល់ទីបញ្ចប់ដែរអរគុណពុកម៉ែបងប្អូនដែលចំណាយពេលវេលាទស្សនាវីដេអូមួយនេះសូមជូនពរដល់ពុកម៉ែបងប្អូនឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនសូមអរគុណសូមជម្រាបលា